យើងបានដឹងស្រាប់មកហើយថាម៉េះគឺជាអាវុធមួយដែលខ្លាំងជាងគេនៅក្នុង Minecraft ខាង PVP ហើយអ្នកទាំងអស់គ្នាប្រកាសជាស្គាល់វាហើយម៉េះគឺជាវត្ថុមួយដែលទុកសម្រាប់ដំក្បាល player នៅពេលដែលយើងនិយាយពីម៉េះគឺយើងđãឃើញដល់សភៅ density ហើយត្រូវហើយ density គឺជាអ្វី density គឺជាសភៅមួយដែលអាចធ្វើឲ្យយើងកាន់ម៉េះហក់ចុះមកពីលើកាន់តែខ្ពស់ដំគេកាន់តែឈឺចឹងផងដែរថ្ងៃនេះយើងនៅមកសិក្សាអំពីសភៅ density ចឹង density គឺជាសភៅមួយដែលហក់មកពីលើកាន់តែខ្ពស់វាកាន់តែបូក damage ណា density i1 នៅពេលដែលយើងហក់ចុះមកពីលើមួយប្លុកវាគុណតែ 0.1 ប៉ុណ្ណោះហើយ density i2 ឬក៏ i3 i4 វាដូចគ្នាបើសិនជាវាតម្លើងទៅកាន់តែ i2 i3 នោះ 0.1.2 ហ្នឹងគឺវាដូចគ្នាបើសិនជាវា 0.2 នោះ density នោះក៏ i2 ដែរបើយើងនិយាយឲ្យស្រួលស្ដាប់ទៅ density i1 គុណនឹង 0.1 density i2 គុណនឹង 0.2 ចំណែកឯ density i3 គឺវាដូចគ្នា 0.3 អញ្ចឹងយើងបានដឹងទាំងអស់គ្នាហើយថា density គឺជាសភៅមួយដែលវាមានគុណប្លុកនៅពេលដែលយើងហក់ចូលមកពីលើកាន់តែខ្ពស់វាកាន់តែគុណប្លុកឲ្យឧទាហរណ៍ density i1 នៅពេលដែលអ្នកទាំងអស់គ្នាហក់ចុះមកពីលើមួយប្លុកតែមួយប្លុកប៉ុណ្ណោះនោះវានឹងគុណឲ្យ 0.1 ប្រសិនបើវា i2 បើអ្នកទាំងអស់គ្នាឡើងទៅមួយប្លុកដូចគ្នាប៉ុន្តែវានឹងគុណឲ្យ 0.2 damage អញ្ចឹង i4 និង iv ឬក៏ v ហ្នឹងវាអត់ខុសគ្នាទេវាគុណដូចតែគ្នាហ្នឹងឯងហើយខ្ញុំក៏អត់សូវច្បាស់ដែរអ្នកទាំងអស់គ្នាមើលវីដេអូនេះហើយសូមកុំប្រកាន់ខ្ញុំហើយព្រោះខ្ញុំមិនសូវដឹងអំពីវាច្បាស់ដែរទេអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអាចយកទៅធ្វើបានហើយជួបគ្នានៅវីដេអូក្រោយបាយបាយ